ចប់សង្គ្រាមនៅក្នុងតំបន់កាហ្សានេះដំណាក់កាលទី1គឺភាគីទាំងពីរមិនប្រយុទ្ធគ្នាទេតាមពិតនេះជាកិច្ចព្រមព្រៀងក្នុងផែនការបញ្ចប់សង្គ្រាមនៅក្នុងតំបន់កាហ្សាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មានកិច្ចព្រមព្រៀងបត់ឈប់បាញ់នៅក្នុងនឹងដែរមានន័យថាក្នុងអំឡុងពេលដែលប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនព្រមព្រៀងគ្នាអនុវត្តក្នុងផែនការបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាដំណាក់កាលទី1នេះភាគីទាំងពីរក៏ឯកភាពក្នុងការឲ្យមានបទឈប់បាញ់ក្នុងអំឡុងពេលនេះដែរដូច្នេះសេចក្តីប្រកាសនេះគឺប្រកាសដោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកអំពីដំណាក់កាលដំបូងនៃផែនការសន្តិភាពនេះគឺសង្គ្រាមនៅក្នុងតំបន់កាហ្សាមានភាពស្ងប់ស្ងាត់តាមពិតទៅចាប់តាំងពីដើមសប្តាហ៍នេះកន្លងមកការវាយប្រហារនៅក្នុងតំបន់កាហ្សាក៏មិនក្តៅកគុកដែរពីសំណាក់កងកម្លាំងយោធារបស់ប្រទេសអ៊ីស្រាអែលហើយចាប់តាំងពីសេចក្តីប្រកាសនេះមកតាំងពីម្សិលមិញមកគឺការវាយប្រហារនៅក្នុងតំបន់កាហ្សាគឺហាក់មានន័យថាតំបន់កាហ្សាហាក់ដូចជាស្ងប់ស្ងាត់ស្នូកំភ្លើងស្នូទម្លាក់គ្រាប់បែកតាមអាកាសនិងការបាញ់កំភ្លើងធំទៅលើទីតាំងនានាពីសំណាក់កងកម្លាំងយោធាអ៊ីស្រាអែលទៅលើទីតាំងជាទីសង្ស័យជាទីជម្រកលាក់ខ្លួនរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនប៉ុន្តែចំពោះស្ថានភាពមនុស្សធម៌សម្រាប់ជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សានេះគឺហាក់ដូចជាមិនទាន់មានព័ត៌មានដែលថាកងកម្លាំងយោធាអ៊ីស្រាអែលនៅក្នុងតំបន់កាហ្សានេះអនុញ្ញាតឲ្យរថយន្តជំនួយរបស់អង្គការសហប្រជាជាតិចូលទៅជួយដល់ជនប៉ាឡេស្ទីននៅក្នុងតំបន់នេះទេដោយសារតែនៅពេលបច្ចុប្បន្ននេះគឺវាជារឿងថ្មីមួយវាជាពេលវេលាចាប់ផ្ដើមនៃការអនុវត្តផែនការសន្តិភាពដំណាក់កាលដំបូងដូច្នេះបើនិយាយពីសង្គ្រាមគឺស្ងប់ស្ងាត់ហើយនៅក្នុងតំបន់កាហ្សាហើយមិនតែប៉ុណ្ណោះទេសូម្បីតែជនប៉ាឡេស្ទីនមានភាពរីករាយអបអរសាទរខ្លះរីករាយញញឹមញញែមទាំងទឹកភ្នែកក៏មានចំណែកខាងប្រជាពលរដ្ឋអ៊ីស្រាអែលក៏សាទរដែរចំពោះកិច្ចព្រមព្រៀងដំណាក់កាលទី1ក្នុងការបញ្ចប់សង្គ្រាមនៅក្នុងតំបន់កាហ្សាដែរហើយមិនតែប៉ុណ្ណោះប្រទេសនានាជិត10ប្រទេសនៅក្នុងតំបន់មជ្ឈមបូព៌ាក៏បង្ហាញនៅក្តីរីករាយផងដែរចំពោះភាគីទាំងពីរគឺអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលឈានដល់កិច្ចព្រមព្រៀងក្នុងដំណាក់កាលទី1ក្នុងការបញ្ចប់ចំនួននៅក្នុងតំបន់កាហ្សាដែលបានអូសបន្លាយអស់រយៈពេល2ឆ្នាំកន្លងមកនេះដូច្នេះនិយាយជារួមការប្រយុទ្ធគ្នាស្នូកំភ្លើងនៅក្នុងតំបន់កាហ្សាគឺបានស្ងប់ស្ងាត់ហើយចាប់តាំងពីថ្ងៃម្សិលមិញដោយភាគីក្រុមហាម៉ាស់ប៉ាឡេស្ទីននិងអ៊ីស្រាអែលមិនបានប្រយុទ្ធគ្នាជាបន្តទៀតទេបាទតើនៅ